លោកហ៊ុនសែនទិញពីចិនចំណាយលុយខ្មែរទិញពីចិនអត់មានទៅការពារទឹកដីពីព្រោះប្រទេសជិតខាងយើងគឺប្រទេសសមាជិកអាស៊ានហើយប្រទេសអាស៊ានហ្នឹងគេអត់មានធ្វើសង្គ្រាមអត់មានអីមកប៉ះពាល់យើងទេប្រទេសកម្ពុជាអត់មានប្រឈមមុខគ្រោះថ្នាក់អីពីខាងក្រៅទេដែលគេទាហានវាបាញ់ណាទាហានថៃបាញ់ចំហ្មងតែបើខាងយើងវាអត់មានសម្ភារៈបាញ់ព្រាវដឹងបាញ់អីបាញ់យកអាខណុងអាស្អីបាញ់អាមីស៊ីលណាឃើញថាថៃបាញ់យើងបាញ់ថៃវិញប៉ុន្តែអត់មានទៅសម្ដៅមុខសញ្ញាយោធាទេបាញ់អត់មិនថាមិនខុសទេតែបាញ់ទៅថៃបានប៉ុន្តែវាធ្លាក់ទៅពីយើងអត់មានចេះបាញ់សម្គាល់មុខសញ្ញាណាទៅងាប់ប្រជាពលរដ្ឋទីតាមផ្លូវតាមវត្តអារាមតាមស្រែចម្ការអីដែលគេទាហានវាបាញ់ណាទាហានថៃបាញ់ចំហ្មងតែបើខាងយើងវាអត់មានសម្ភារៈបាញ់ព្រាវដឹងបាញ់អីបាញ់យកអាខណុងអាស្អីបាញ់អាមីស៊ីលណាឃើញថាថៃបាញ់យើងបាញ់ថៃវិញប៉ុន្តែអត់មានទៅសម្ដៅមុខសញ្ញាយោធាទេបាញ់អត់មិនថាមិនខុសទេតែបាញ់ទៅថៃបានប៉ុន្តែវាធ្លាក់ទៅពីយើងអត់មានចេះបាញ់សម្គាល់មុខសញ្ញាណាទៅងាប់ប្រជាពលរដ្ឋទីតាមផ្លូវតាមវត្តអារាមតាមស្រែចម្ការអីទេក្រុមពូសំនឹងស៊ីហ្នឹងពួកគាត់មិនឲ្យបកកនោះពេលរដ្ឋាភិបាលទិញអាវុធរិះគន់ថាទិញធ្វើអីដល់ពេលមានសង្គ្រាមរិះគន់បង្អាប់អាវុធប្រទេសខ្លួនឯងមែនហើយទៅឆ្ងល់អីបើក្រុមគាត់ឃើញភ្លាវតែចឹងតាំងពីដើមហើយ